កូនញ៉ាំបាយបានច្រើនណាបងប្អូនសាកមកធ្វើរបៀបខស្លាប់មន់ជាមួយនឹងបងទាជៀនដូចខ្ញុំថ្ងៃនេះមកខ្ញុំតានីបងតែពួកគាត់ទាញ៉ាំបាយអស់2ទៅ3ចានទូចហ្នឹងណាព្រោះថាកូនក្មេងចាប់ពីអាយុ2ឆ្នាំជាងឡើងទៅដឹងតែគាត់ចេះចិត្តរើសចំណីហើយអត់សូវចង់ញ៉ាំបាយតែបើបានខស្លាប់មន់មួយមុខនេះហើយខ្ញុំតានីហ្មងបងប្អូនហើយកូនហាមកដាក់ខឹបកូនខ្ញុំបាយក៏ញ៉ាំបានហើយជាមួយនឹងអាទឹកដោះគោអាហារសម្រន់គាត់នៅខាងក្រៅនេះទៀតគឺរឹតតែបានទេអូនទុយទៅគឺគាត់ចូលចិត្តណាស់អារបៀបទឹកដោះគោដែលមានរសជាតិតែត្រូវតែរើសមើលទឹកដោះគោណាដែលមានស្តង់ដារត្រឹមត្រូវនិងអនាម័យហើយដែលគិតគូរពីសុខភាពរបស់អូនទូចកូនក្មេងដែរខ្ញុំចង់ណែនាំម៉ាក់ប៉ាទាំងអស់គ្នាជ្រើសរើសយកទឹកដោះគោ Everfan នេះគឺល្អបំផុតហ្មងហើយគេមានរហូតដល់4រសជាតិក្នុងសារជាតិទឹកដោះគោហ្នឹងសម្បូរទៅដោយជាតិកាល់ស្យូមនិងប្រូតេអ៊ីននិងវីតាមីនជាច្រើននៅក្នុងទឹកដោះគោហ្នឹងមានរសជាតិសូកូឡារសជាតិចេកស្ទ្រូប៊េរីហើយអ្វីដែលសំខាន់បំផុតគឺរសជាតិ full cream បងប្អូនធ្វើបានទាំងម្ហូបទាំងកាហ្វេទាំងភេសជ្ជៈអីផ្សេងបានច្រើនមុខណាស់កូនក្មេងពួកគាត់ផឹកបានចាប់ពីអាយុ2ឆ្នាំឡើងទៅកូ Everfan Full Cream គឺជាផលិតផលរបស់ប្រទេសញូហ្សេឡង់ហើយការវេចខ្ចប់ដោយអនាម័យស្តង់ដារបំផុតនៅប្រទេសម៉ាឡេស៊ីគាត់អាចរកទិញបាននៅតាម baby កូនក្មេងហើយជាពិសេសនៅ page Everfan ក៏បានដែរគឺគេមានលក់ទាំងអស់ហ្មងបន្ទាប់ពីខ្ញុំបានលាងមាន់បានស្អាតហើយខ្ញុំចាប់ដើមមកម្លិញខ្ទឹមជាមុនសិនណាធ្វើរហូតដល់តែវាឡើងឈ្ងុយហើយខ្ញុំចាប់ដើមចាក់ជាមួយនឹងស្ករពីប្រហែលជាម៉ាសភាពបាយអីដែរបន្ថែមគ្រឿងទេសដូចជាប្រេងខ្យល់កូរវារហូតដល់តែវាចាប់ដើមឡើងឈ្ងុយហើយខាប់ពងក្រងបែបនេះដាក់ជាមួយនឹងម្សៅស៊ុបគ្រាប់ចូលទៅរួចរាល់អស់ចាក់ជាមួយនឹងស្លាបមាន់ដែលបានលាងស្អាតស្ងួតជូតទឹកឲ្យអានអស់មុនហ្នឹងកូរស្លាបមាន់ឲ្យសព្វចូលគ្នាម្លេងទៅបែបនេះរហូតដើម្បីឲ្យវាសព្វគ្រឿងខទាំងអស់ហ្នឹងបានបន្ថែមទឹកចូលទៅតាមក្រោយសម្រាប់ពងទាខ្ញុំធ្វើការជៀនវាជាមុនសិនដើម្បីដាក់ចូលទៅក្នុងខបើសិនជាធ្វើជាមួយនឹងខពងទាដាក់ចូលទៅហ្មងអារបៀបខស្ងោរហ្នឹងគឺកូនក្មេងក៏ញ៉ាំបាយទៅឆាប់តលន់ណាបន្ទាប់មកខ្ញុំចាក់ជាមួយនឹងកូនប៉េងប៉ោះហ្នឹងចូលទៅដើម្បីឲ្យរសជាតិខរបស់ខ្ញុំរៀងមានជាតិជូរតិចបន្ទាប់ពីទុកខស្លាប់មាន់បានមកសន្ទុះឆ្អិនរួចរាល់ហើយមិនដាក់ជាមួយនឹងពងទាដែលបានចៀនមុនហ្នឹងចូលទៅក្នុងឆ្នាំងខហ្នឹងមកវាបាយមួយកូនចានហ្នឹងគឺរបស់កូនប្រុសខ្ញុំតែគាត់នៅថែមបាយទៀតហើយបើថាស្លាប់មាន់ខហ្នឹងវិញជាមួយនឹងពងទាខពងទាអស់មួយកណាត់ហើយបើស្លាប់មាន់នេះវិញអស់ដល់តែ3អូយកូនខ្ញុំលាន់មកថាឆ្ងាញ់ណាឲ្យមេដៃផងឲ្យមេជើងម្ដាយផងសម្រាប់អ្នកម៉ាក់ណាដែលគាត់នៅផ្ទះពិបាកនៅក្នុងការបញ្ចុកបាយកូនណាព្រោះដោយសារកូនរើសចំណីធ្វើខមួយមុខនេះហើយកូនឲ្យមេដៃហ្មង